ពេលដែលអ្នកទាំងអស់គ្នាលើពាក្យថាទីក្រុងរូបភាពដំបូងដែលហោះចូលមកក្នុងអារម្មណ៍របស់អ្នកប្រកបជាជួរអគារខ្ពស់កប់ពពកពលឺភ្លើងចម្រុះនៃពេលរាត្រីនិងភាពអ៊ូអរម្ចាស់ដាច់នៃមនុស្សម្នាទីក្រុងមិនមែនគ្រាន់តែជាបណ្ដុំនៃបេតុងនោះទេប៉ុន្តែវាគឺជាបេះដូងនៃក្តីស្រមៃនិងជាកន្លែងដែលអនាគតត្រូវបានកសាងឡើងប៉ុន្តែភាពអ៊ូអរទាំងនេះមិនមែននៅស្ថិតស្ថេររហូតនោះទេនៅលើពិភពលោកមានទីក្រុងជាច្រើនដែលធ្លាប់តែមនុស្សរស់នៅច្រើនកកមានរោងចក្រឧស្សាហកម្មនិងក្តីសង្ឃឹមយ៉ាងផ្អែមល្ហែមតែចុងក្រោយទីក្រុងទាំងនោះត្រូវបានគេបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំដោយសារតែសង្គ្រាមវិបត្តិសេដ្ឋកិច្ចគ្រោះធម្មជាតិឬក៏កំហុសខុសឆ្គងរបស់មនុស្សយើងផ្ទាល់មកដល់សប្តាហ៍ថ្ងៃនេះទីក្រុងទាំងនោះបានក្លាយទៅជាកន្លែងដែលគ្មានមនុស្សរស់នៅសល់ត្រឹមតែអគារចាស់ៗដែលហាក់ដូចជាចង់ប្រាប់យើងអំពីប្រវត្តិសាស្ត្រពីមុនឬក៏រឿងរ៉ាវដែលគួរឲ្យខ្លាចតែបានកើតឡើងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងស្វែងយល់អំពីទីក្រុងធំៗចំនួន15ដែលត្រូវបានគេបោះបង់ចោលនៅលើពិភពលោកប្រសិនបើយើងនិយាយអំពីទីកន្លែងដែលត្រូវបានគេបោះបង់ចោលមានកន្លែងតិចតួចណាស់ដែលនៅតែរក្សាសម្រស់បាច់យ៉ាងស្អាតដូចជាក្រុងក្រាកូក្នុងប្រទេសអ៊ីតាលីក្រាកូស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីតាលីដែលមានប្រវត្តិតាំងពីឆ្នាំ540មកម្ល៉េះទីតាំងខ្ពស់បែបនេះធ្លាប់បានជួយការពារទីក្រុងពីពួកឈ្លានពានអស់រយៈពេលជាច្រើនសតវត្សក៏ប៉ុន្តែជាចុងក្រោយវាបែរក្លាយទៅជាមូលហេតុដែលនាំឲ្យទីក្រុងនេះដួលរលំទៅវិញដោយសារតែភូមិសាស្ត្រមិនអំណោយផលក្រាកូបានក្លាយទៅជាទីក្រុងដែលងាយរងគ្រោះបំផុតពីការរអិលបាក់ដីនិងគ្រោះធម្មជាតិការខូចខាតកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់រហូតដល់ឆ្នាំ1963រដ្ឋាភិបាលអ៊ីតាលីបានបង្ខំឲ្យប្រជាជនទាំងអស់ចាកចេញនិងផ្លាស់ទីទៅរស់នៅតំបន់ក្បែរនោះវិញចាប់តាំងពីពេលនោះមកក្រាកូបានក្លាយទៅជាទីក្រុងខ្មោចដ៏ស្រស់ស្អាតបែបសោកសៅហើយថែមទាំងត្រូវបានគេយកទៅធ្វើជាទីតាំងថតភាពយន្តល្បីៗដូចជា The Passion of the Christ ជាដើមជាទូទៅរបស់ចម្លងកម្រនិងល្អជារបស់ដើមណាស់ហើយ Thames Town ក្នុងប្រទេសចិនគឺជាភស្តុតាងយ៉ាងច្បាស់ទីក្រុងនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយភាពជ្រអៀតណែននៃទីក្រុងសៀងហៃហើយត្រូវបានរចនាឡើងឲ្យមានរូបរាងដូចទៅនៅភូមិអង់គ្លេសក្នុងសម័យ Victorian នៅទីនោះមានផ្លូវក្រាលថ្មប្រអប់ទូរស័ព្ទពណ៌ក្រហមនិងស្ថាបត្យកម្មបែបអឺរ៉ុបដែលធ្វើឲ្យអ្នកមានអារម្មណ៍ថានៅក្នុងទីក្រុងលន់ដុនជាធម្មតាតំបន់ទីក្រុងតែងតែមានភាពរស់រវើកនិងមានសកម្មភាពគ្រប់ពេលវេលាប៉ុន្តែសម្រាប់ខាងបាស៊ីវិញគឺផ្ទុយស្រឡះតំបន់នេះគឺស្ថិតនៅក្នុងតំបន់ម៉ុងហ្គូលីខាងក្នុងដែលត្រូវបានគេសាងសង់ឡើងដើម្បីក្លាយទៅជាមជ្ឈមណ្ឌលក្រុងនៃអនាគតការសាងសង់បានចាប់ផ្ដើមនៅឆ្នាំ2003ក្នុងគោលបំណងទទួលមនុស្សរហូតដល់300,000នាក់ប៉ុន្តែនៅឆ្នាំ2010វាមានប្រជាជនរស់នៅត្រឹមតែ2ទៅ30,000នាក់ប៉ុណ្ណោះស្ថិតនៅជ្រៅក្នុងតំបន់ដ៏រងាត្រជាក់នៃរដ្ឋ Alaska មានទីតាំងមួយឈ្មោះ Kennecott ដែលជាទីក្រុងរ៉ែបោះបង់ចោលដ៏ល្បីល្បាញបំផុតរបស់អាមេរិកនៅចន្លោះឆ្នាំ1911ទៅដល់1938ទីក្រុងដាច់ស្រយាលមួយនេះបានផលិតរ៉ែស្ពាន់ដែលមានតម្លៃប្រហែល$200 លានបើគិតទៅតាមតម្លៃសប្តាហ៍ថ្ងៃគឺស្មើទៅនឹងរាប់ពាន់លាន$ឯណោះប៉ុន្តែបន្ទាប់ពីអណ្ដូងរ៉ែត្រូវបានបិទ Kennecott ក៏ត្រូវបានទុកចោលភ្លាមទីក្រុងបោះបង់ចោលមួយចំនួនមិនមែនត្រូវបានបំផ្លាញទៅដោយគ្រោះធម្មជាតិឬវិបត្តិសេដ្ឋកិច្ចឡើយប៉ុន្តែដោយសារតែបញ្ហានយោបាយនិងសង្គ្រាមKayakhoy នៅភាគនិរតីនៃប្រទេសទូគីគឺជាឧទាហរណ៍ជាក់ស្ដែងទីក្រុងនេះត្រូវបានកសាងឡើងក្នុងសតវត្សទី18និងធ្លាប់ជាកន្លែងរស់នៅរបស់ជនជាតិក្រិកជាច្រើនប៉ុន្តែក្រោយសង្គ្រាមលោកលើកទី1និងភាពតានតឹងរវាងក្រិកនិងទូគីបានធ្វើឲ្យប្រជាជនក្រិកទាំងអស់ត្រូវចាកចេញពីទីនេះទីក្រុងនេះត្រូវបានបោះបង់ចោលហើយមិនដែលត្រឡប់មករកភាពរស់រវើកវិញឡើយសប្តាហ៍ថ្ងៃ Kayakhoy នៅតែឈរជើងជាស្នាមរលឹកដ៏ស្ងប់ស្ងាត់និងសៅអំពីផលវិបាកនៃចំនួនOrador Circlane មិនមែនគ្រាន់តែជាកន្លែងបោះបង់ចោលធម្មតានោះទេប៉ុន្តែវាត្រូវបានរក្សាទុកជាស្នាមរបួសនៃប្រវត្តិសាស្ត្រអំឡុងសង្គ្រាមលោកលើកទី2ភូមិនេះបានក្លាយទៅជាកន្លែងនៃការសម្លាប់រង្គាលដ៏សាហាវបំផុតដោយពួកណាស៊ីនៅឆ្នាំ1944ទាហាន SS អាល្លឺម៉ង់បានវាយឆ្មក់ចូលភូមិហើយសម្លាប់មនុស្សចំនួន642នាក់ដែលនៅក្នុងនោះរួមមានទាំងស្ត្រីនិងកុមារផងដែរនៅពេលចប់សង្គ្រាមប្រធានាធិបតីបារាំងលោក Charles de Gaulle បានបញ្ជាឲ្យរក្សាភូមិដែលបែកបាក់ទាំងនេះឲ្យនៅដដែលដើម្បីជាការគោរពវិញ្ញាណក្ខន្ធទៅដល់ជនរងគ្រោះAshgabat ខុសពីទីក្រុងផ្សេងទៀតនៅក្នុងបញ្ជីនេះព្រោះវាមិនមែនជាទីក្រុងបោះបង់ចោលពិតប្រាកដនោះទេ
តាមពិតទៅវាគឺជារាជធានីនៃប្រទេសតុកមែនីស្ថានទោះបីជាវាជាទីក្រុងទំនើបសម្បូរទៅដោយអគារថ្មម៉ាប់និងផ្លូវថ្នល់ទលំទលាយក៏ដោយក៏អាស្កាបាតតែងតែផ្ដល់នូវអារម្មណ៍ថាជាទីក្រុងដែលស្ងាត់ជ្រងំខុសប្លែកពីធម្មតាបញ្ជីនៃទីក្រុងបោះបង់ចោលមិនពេញលេញឡើយប្រសិនបើគ្មានវត្តមានរបស់ Pripyat ទីក្រុងនេះត្រូវបានសាងសង់ឡើងសម្រាប់បុគ្គលិកនៃរោងចក្រថាមពលនុយក្លេអ៊ែរនិងធ្លាប់មានប្រជាជនរស់នៅជិត 50,000 នាក់នៅថ្ងៃទី26 ខែមេសា ឆ្នាំ 1986 អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរជារៀងរហូតការផ្ទុះដ៏មហន្តរាយនៅ reactor លេខ 4 បានបញ្ចេញសារធាតុវិទ្យុសកម្មនៅក្នុងបរិយាកាសនិងបំពុលទីក្រុងទាំងមូលក្នុងរយៈពេលត្រឹមតែ36ម៉ោងប៉ុណ្ណោះប្រជាជនទាំងអស់ត្រូវបានបង្ខំឲ្យជម្លៀសចេញភ្លាមៗសប្តាហ៍ថ្ងៃ Pripyat គឺជាទីក្រុងខ្មោចដ៏ល្បីល្បាញបំផុតនៅលើពិភពលោកនៅកណ្ដាលវាលខ្សាច់ណាមីបៀនៃអាហ្វ្រិកមានទីក្រុងមួយឈ្មោះ Kermanshuk ដែលកំពុងត្រូវបានខ្សាច់លើត្របាក់បន្តិចម្ដងវាត្រូវបានបង្កើតឡើងនៅឆ្នាំ 1908 បន្ទាប់ពីការរកឃើញពេជ្រនៅតំបន់នោះក្នុងសម័យរុងរឿងទីក្រុងនេះមានទាំងមន្ទីរពេទ្យ កាស៊ីណូ សាលរំនិងរោងកុនទៀតផងប៉ុន្តែនៅពេលដែលគេរកឃើញអណ្ដូងពេជ្រដែលធំជាងនេះនៅកន្លែងផ្សេងទីក្រុងនេះក៏ចាប់ផ្ដើមធ្លាក់ចុះនៅឆ្នាំ 1956 វាត្រូវបានបោះបង់ចោលទាំងស្រុងកោះ North Brother គឺជាកន្លែងមួយដែលគួរឲ្យខ្លាចបំផុតនៅក្នុងបញ្ជីនេះវាស្ថិតនៅលើទន្លេ East River ក្នុងទីក្រុង New York និងធ្លាប់ជាទីតាំងនៃមន្ទីរពេទ្យ Riverside ដែលជាកន្លែងដាក់អ្នកជំងឺឆ្លងធ្ងន់ធ្ងរឲ្យនៅដាច់ដលែកក្រោយមកកោះនេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងវិទ្យាសាស្ត្រផ្សេងៗទៀតបច្ចុប្បន្នវាត្រូវបានបិទមិនឲ្យសាធារណជនចូលឡើយហើយធម្មជាតិកំពុងចាប់ផ្ដើមគ្របដណ្ដប់ទៅលើសំណង់អគារចាស់ៗធ្វើឲ្យវាក្លាយទៅជាកន្លែងដ៏អាថ៌កំបាំងបំផុតនៅក្នុងទីក្រុង New York Famagusta ធ្លាប់ជាទីក្រុងទេសចរណ៍ដ៏សំខាន់ប៉ុន្តែនៅឆ្នាំ 1974 បន្ទាប់ពីមានចំនួននយោបាយផ្ទុះឡើងកងទ័ពទូគីបានចូលគ្រប់គ្រងតំបន់មួយផ្នែកនៃទីក្រុងដែលហៅថា Varosha ប្រជាជនបានរត់ភៀសខ្លួនចោលផ្ទះសម្បែងហើយតំបន់នោះត្រូវបានយោធាបិទជិតអស់រយៈពេលជាច្រើនសតវត្សរ៍ Varosha បានក្លាយទៅជាតំបន់ហាមឃាត់និងជាទីក្រុងខ្មោចដ៏ល្បីល្បាញបំផុតមួយ Plymouth ធ្លាប់ជារាជធានីនៃកោះ Montserrat ក្នុងតំបន់ Caribbean ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរនៅពេលដែលភ្នំភ្លើងចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ 1995 ភ្នំភ្លើង Sulphur Hill បានផ្ទុះឡើងបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនសតវត្សរ៍ផេះភ្នំភ្លើងនិងកំអែលដ៏ក្តៅបានគ្របដណ្ដប់ទៅលើទីក្រុងទាំងមូលបង្ខំឲ្យប្រជាជនភៀសខ្លួនចេញជាបន្ទាន់នៅឆ្នាំ 1997 ការផ្ទុះដ៏ធំមួយទៀតត្រូវបានបំផ្លាញទីក្រុងស្ទើរតែទាំងស្រុងកោះ Hashima ដែលគេស្គាល់ថាជាកោះនាវាចម្បាំងគឺជាកន្លែងបោះបង់ចោលដ៏ល្បីបំផុតនៅជប៉ុនដំបូងឡើយវាត្រូវបានអភិវឌ្ឍសម្រាប់ឧស្សាហកម្មរ៉ែធ្យូងថ្មប៉ុន្តែនៅពេលដែលរ៉ែធ្យូងថ្មត្រូវបានបិទនៅឆ្នាំ 1974 កោះនេះក៏ត្រូវបានគេបោះបង់ចោលភ្លាមៗសប្តាហ៍ថ្ងៃនេះអគារបេតុងបាក់បែកដែលរងការវាយប្រហារដោយខ្យល់សមុទ្រធ្វើឲ្យវាមើលទៅដូចជាទីតាំងក្នុងភាពយន្តបែប Apocalypse ឬពិភពលោកក្រោយមហន្តរាយប្រសិនបើអ្នកចង់ឃើញទីក្រុងខ្មោចបែប Velvet ឬសម័យឃ្វាគោដ៏ពិតប្រាកដនោះគឺក្រុង Bodie វាត្រូវបានបង្កើតឡើងក្នុងសម័យរកមាសនៅ California ហើយត្រូវបានរីកចម្រើនយ៉ាងរហ័សបំផុតក្នុងសម័យនោះវាគឺជាទីក្រុងដែលមានទាំងភាពមានបាននិងភាពអនាធិបតេយ្យដូចជាការលេងល្បែងនិងការប្រើប្រាស់អំពើហិង្សាជាដើមប៉ុន្តែនៅពេលដែលមាសអស់ពីអណ្ដូងបទនេះក៏ចាប់ផ្ដើមធ្លាក់ចុះហើយវាក៏ត្រូវបានបោះបង់ចោលនៅពេលកណ្ដាលសតវត្សរ៍ទី20សប្តាហ៍ថ្ងៃនេះទីក្រុងនេះត្រូវបានរក្សាទុកក្នុងស្ថានភាពបាក់បែកដោយការថែទាំមានន័យថាគេមិនជួសជុលឲ្យថ្មីទេប៉ុន្តែគេការពារមិនឲ្យវាបាក់បែកលើសពីនេះដើម្បីឲ្យភ្ញៀវទេសចរបានឃើញពីទិដ្ឋភាពដើមរបស់វាលេខ1នៅក្នុងបញ្ជីរបស់យើងគឺជាការបរាជ័យនៃគម្រោងសាងសង់ទីក្រុងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ 1928 លោក Henry Ford ដែលជាស្ថាបនិកក្រុមហ៊ុន Land Ford បានព្យាយាមបង្កើតទីក្រុងដ៏ទំនើបមួយនៅកណ្ដាលព្រៃ Amazon គោលបំណងរបស់គាត់គឺដើម្បីបង្កើតចំការកៅស៊ូដ៏ធំសម្បើមសម្រាប់ផ្គត់ផ្គង់សម្បកកង់ឡានឲ្យក្រុមហ៊ុនរបស់គាត់ទោះបីជាមើលទៅជាគំនិតល្អប៉ុន្តែការអភិវឌ្ឍជាក់ស្ដែងគឺជាមហន្តរាយទីតាំងដាច់ស្រយាលខ្លាំងគ្មានផ្លូវតភ្ជាប់និងអ្នកគ្រប់គ្រងជនជាតិអាមេរិកមិនយល់ពីកសិកម្មតំបន់ត្រូពិចបានធ្វើឲ្យដើមកៅស៊ូត្រូវងាប់អស់ដោយសារតែសត្វល្អិតនិងជំងឺលើសពីនេះច្បាប់ដ៏តឹងរ៉ឹងបែបអាមេរិកមានដូចជា
ហាមផឹកស្រាហាមជក់បារីនិងលេបបាទាត់បានធ្វើឲ្យមានចំនួនជាខ្លាំងជាមួយកម្មករជនជាតិប្រេស៊ីលជាចុងក្រោយគម្រោងនេះត្រូវបានបោះបង់ចោលនៅឆ្នាំ1945ជាមួយនឹងការខាតបង់ទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់សពថ្ងៃ Fortlandia បានឈរយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រៃ Amazon ជាវិមាននៃមហិច្ឆតាដែលត្រូវបានបរាជ័យ